តោះមកដឹងពីអត្ថប្រយោជន៍របស់ផ្លែអម្ពិលទឹកអម្ពិលទឹកត្រូវបានគេស្គាល់ហើយទទួលទានយ៉ាងទូលំទូលាយនៅក្នុងប្រទេសជាច្រើននិងដឹងថាជាផ្លែឈើដែលជួយដល់សុខភាពបានច្រើនមុខថែមទៀតផងទាំងនេះគឺជាអត្ថប្រយោជន៍របស់ផ្លែអម្ពិលទឹក1ជួយសុខភាពឆ្អឹងនិងសាច់ដុំអម្ពិលទឹកមានផ្ទុកកាល់ស្យូមនិងផូស្វ័រដែលជាសារធាតុរ៉ែធ្វើឲ្យឆ្អឹងយើងរឹងមាំជាងនេះទៅទៀតការញ៉ាំអម្ពិលទឹកអាចជួយសម្រួលសាច់ដុំនិងកាត់បន្ថយការចុករោយសាច់ដុំព្រោះអម្ពិលទឹកមានផ្ទុកប្រូតេអ៊ីនដែលជួយរក្សាម៉ាសសាច់ដុំនិងធ្វើឲ្យសាច់ដុំមានសុខភាពល្អទី2ប្រឆាំងនឹងជំងឺទឹកនោមផ្អែមការសិក្សានិងបទពិសោធន៍ជាច្រើនត្រូវបានធ្វើឲ្យបង្ហាញថាអម្ពិលទឹកមានប្រសិទ្ធភាពក្នុងការប្រយុទ្ធប្រឆាំងនឹងស្ថានភាពប្រភេទនេះមនុស្សជាច្រើនកំពុងរងគ្រោះពីបញ្ហានេះហើយអម្ពិលទឹកគឺអាចជួយអ្នកបាន3ប្រឆាំងនឹងការប្រកាច់ជំងឺឆ្កួតជ្រូកគឺជាលក្ខខណ្ឌមួយនៅក្នុងចំណោមលក្ខខណ្ឌនៃជំងឺប្រកាច់អម្ពិលទឹកបានជួយការពារការកើតឡើងនៃការប្រកាច់បានល្អបំផុត4ការពារបេះដូងមានសុខភាពល្អគឺជាជំហានឆ្ពោះទៅរករាងកាយនិងរបៀបរស់នៅដែលមានសុខភាពល្អអម្ពិលទឹកគឺជាផ្នែកមួយនៃរបបអាហាររបស់មនុស្សហើយជួយការពារប្រព័ន្ធសរសៃឈាមបេះដូងទាំងមូលរបស់យើងដោយសារតែបញ្ហានេះលក្ខខណ្ឌដូចជាជំងឺលើសឈាមដាច់សរសៃឈាមខួរក្បាលនិងគាំងបេះដូងត្រូវបានរារាំង5ប្រឆាំងនឹងដំបៅអាស៊ីតដែលបណ្ដាលឲ្យដំបៅត្រូវបានកាត់បន្ថយប្រសិនបើមនុស្សម្នាក់ងាកទៅរកអម្ពិលទឹកមនុស្សជាច្រើនទទួលរងពីស្ថានភាពនេះហើយវាគឺជាអ្វីដែលអាចដោះស្រាយបានតាមរយៈការយកចិត្តទុកដាក់ខាងវិទ្យាសាស្ត្រដោយការហូបផ្លែអម្ពិលទឹក